មុននឹងបានឆាស្ពៃមួយចានហ្នឹងពុកម៉ែបងប្អូនតើតើមើលសកម្មភាពខ្ញុំទៅបេះស្ពៃទាំងអស់គ្នាហើយនេះសកម្មភាពខ្ញុំទៅបេះស្ពៃបងប្អូនហើយកន្លែងដុសស្ពៃហ្នឹងក៏មិនឆ្ងាយដែរពុកម៉ែបងប្អូនចិត្តផ្ទះខ្ញុំហ្នឹងដើរតាមបន្តិចដល់ហើយស្ពៃហ្នឹងស្ពៃព្រៃការ៉េពុកម៉ែបងប្អូនស្ពៃព្រៃការ៉េឥឡូវហ្នឹងវាអត់សូវមានទេវាមានមួយចឹងវាអត់ទាន់សូវដុសច្រើនទេតើតតិចទៀតរៀងភ្លៀងធ្លាក់អីបន្តិចទៅបានវាដុសរៀងច្រើនតែខ្ញុំសំទៅនេះមួយនោះមួយទៅក៏បានឆាមួយចានមិញហ្នឹងក្បាលវីដេអូនឹងពុកម៉ែបងប្អូនហើយកន្លែងខ្ញុំនេះក៏មានស្ទឹងមានអីអញ្ចឹងណាពុកម៉ែបងប្អូនតែខ្ញុំពីអ្នកនេះពុះពៀណាពុកម៉ែបងប្អូនហើយឆ្លងទឹកផងឆ្លងអីផងហើយគេហ្នឹងអាកាសធាតុនៅកូរ៉េនិយាយថាតិចអូតិចពុកម៉ែបងប្អូនហើយលេងខែ3ចូលខែ4ស្អែកហ្នឹងនៅតែតិចទៀតអត់យល់អាកាសធាតុនៅកូរ៉េឥឡូវផ្លាស់ប្ដូរហើយស្ពៃហ្នឹងពុកម៉ែបងប្អូនយើងយកមកស្លម្ជូរក៏បានស្លម្ជូរត្រីគ្រឿងម្អមក៏បានហើយនឹងស្លម្ជូរគ្រឿងក៏បានយើងជ្រក់ក៏បានហើយនឹងយើងឆាក៏បានត្រឡប់ខ្លាញ់ក៏បានដែរពុកម៉ែបងប្អូនឆ្ងាញ់ដូចស្ពៃជើងទាខាងខ្ញុំគេហៅស្ពៃជើងទាអ្នកខ្លះគេហៅស្ពៃខ្មៅស្ពៃហាងអីដូចស្ពៃខ្មែរយើងនឹងចឹងក្លិនវាដូចគ្នាហើយនេះខ្ញុំនេះសកម្មភាពខ្ញុំនេះដើរដកឲ្យពុកម៉ែបងប្អូនត្នេះមួយទៅនោះមួយវាអត់សូវមានទេដោយសារឥឡូវហ្នឹងដូចខ្ញុំបាននិយាយចឹងវាអត់សូវទាន់សូវដោះអានេះដោះទៅមួយចាំមើលតាពេលភ្លៀងតិចទៀតទៅសបោឲ្យពុកម៉ែបងប្អូនហើយនេះវាទំចូលដល់ខែក្តៅតិចចឹងណាវាដោះនៅសល់អាពីខែទៅជាទៅពេលចឹងទៅវាបានខែក្តៅទៅក៏វាលូតរៀងខ្ពស់អញ្ចឹងណាពុកម៉ែបងប្អូននេះដើរសំហើយទៅរំអានមួយនឹងខ្យល់ផងអីផងហើយនេះរត់ភ្លើងកន្លែងខ្ញុំនៅនឹងសបោរត់ភ្លើងពុកម៉ែបងប្អូនអើយសបោណា2 3កន្លែងខ្ញុំកន្លែងហ្នឹងហើយខ្ញុំគិតតែខំទៅបេះអាបានទៅវិញព្រោះអីវាតិចពុកម៉ែបងប្អូនថ្ងៃហ្នឹងតិចផងខ្យល់ផងរៀបទៅហ្នឹងនាំគ្នាពាក់ខោអាវតិចឯតពេលចុះទៅដល់ក្រោមហើយឃើញអាកាសធាតុវានេះអាកាសធាតុវាត្រជាក់ក៏នាំគ្នាឡើងពាក់ខោអាវម្ដងទៀតទៅបានចុះទៅខំកុំអីហ្នឹងគ្មានបានទៅបេះស្ពៃហ្នឹងទេហើយណាមួយអូសទូរស័ព្ទឃើញចាយធ្លាប់ស្គាល់គាត់បេះជ្រក់តំណងពេកក៏គិតថានាំគ្នាទៅមើលសាកអញ្ចឹងហើយមានអីចឹងតទៅពេលទៅមានមែនពុកម៉ែបងប្អូនតែវាមានមិនច្រើនអញ្ចឹងវាមានមួយអញ្ចឹងណាតែយើងចេះដើរសំទៅក៏បានតិចតួចហ្នឹងទៅតែនេះតើឲ្យពុកម៉ែបងប្អូននឹងស្អីនឹងស្អប់ឲ្យដើរឆ្លងទឹកឆ្លងអីហ្នឹងឃើញនៅខាងនោះវាត្រៃខាងនោះវាល្អក៏ឆ្លងចង់ទៅបេះចឹងហើយបងខ្ញុំថាកុំទៅតែចេះចង់ទៅព្រោះអីនៅខាងនោះឃើញតែវាល្អដើរទៅបេះចឹងណាហើយហ្នឹងហើយពុកម៉ែបងប្អូនឥឡូវនេះក៏មកដល់ផ្ទះដែរពុកម៉ែបងប្អូនអើយមកដល់ផ្ទះហើយមកដល់ផ្ទះក៏នោះគ្នារៀបចំលាងបន្លែចឹងណាហើយបន្លែហ្នឹងយើងយកមកដល់យើងមិនមែនថាយកមកដល់យើងលាងទឹកស្លោវាអាចនឹងរៀងល្វីងពុកម៉ែបងប្អូនបើឧទាហរណ៍ថាបើសម្រាប់ខ្ញុំយកមកដល់ខ្ញុំលាងទឹកហើយខ្ញុំលាងទឹកបេះវាស្អាតបាតហើយខ្ញុំយកវាស្រោះអញ្ចឹងណាពុកម៉ែបងប្អូនស្រោះវាឲ្យវាមកត្រឡប់រៀងខ្លាំងអញ្ចឹងទៅអានឹងมันវាអត់ល្វីងអញ្ចឹងណាពុកម៉ែបងប្អូនហើយនេះសកម្មភាពបងខ្ញុំគាត់មកគាត់ធ្វើឲ្យគាត់ឆាសាច់ជ្រូកពុកម៉ែបងប្អូនឆាមួយសាច់ជ្រូកឆ្ងាញ់ណាហើយឥឡូវនេះគាត់យកមកត្រឡប់ហើយអាស្ពៃគាត់លាងមិញហ្នឹងគាត់បេះឲ្យអីហើយគាត់លាងហើយគាត់យកមកស្រោះវាឲ្យវានេះទៅឲ្យវាស្ទាប់ទៅជួយស្ទាប់ហើយចាក់អីហើយទៅក៏យើងចាប់ផ្ដើមដាក់ឆាអញ្ចឹងណាពុកម៉ែបងប្អូនហើយបងខ្ញុំគាត់មុនឆាហ្នឹងគាត់លីងសាច់ចឹងពុកម៉ែបងប្អូនគាត់លីងសាច់ឲ្យជាមួយប៊ឺឲ្យវាយើងឈ្ងុយសិនអញ្ចឹងណាឲ្យឈ្ងុយហើយមកដូចថារៀងឲ្យវាមកស្ទាប់ពីស្ទាប់ឲ្យសាច់ហ្នឹងល្មមនឹងឆ្អិនអញ្ចឹងទៅពួកគាត់នេះដាក់ចានផ្សេងអញ្ចឹងណាពុកម៉ែបងប្អូនតែម្លងពេលយើងលីងសាច់ហ្នឹងគាត់ក៏ឆ្លៀតមកច្រាំខ្ទឹមច្រាំអីចឹងណាហើយឥឡូវនេះសាច់ក៏បានឆ្អិនក៏គាត់ចាក់ដាក់ចានចាក់អីឲ្យពុកម៉ែបងប្អូនហើយបន្ទាប់មកក៏គាត់ដាក់ខ្ទះដាក់អីទៅដាក់ខ្ទះឲ្យគាត់ចាក់ខ្លាញ់ចាក់អីចឹងទៅបំពងខ្ទឹមអញ្ចឹងណាពុកម៉ែបងប្អូនហើយគាត់បំពងខ្ទឹមបងអីឲ្យមើលថាខ្ទឹមវារៀងនេះហ្នឹងទៅក៏គាត់ដាក់ឆាងទៅពុកម៉ែបងប្អូនមើលតាមសកម្មភាពគាត់ទៅគាត់ពងធ្វើនឹងឯងខ្ញុំក៏អត់បានជួយដែរដោយសារខ្ញុំមកដល់តែអ្នកផ្ទះគាត់ទេមកក៏ឡើងនិយាយមួយអ្នកផ្ទះទៅក៏គាត់អ្នកធ្វើតែឯងហ្នឹងហើយនេះគេដាក់ខ្ទឹមដាក់អីដាក់ម្ទេសដាក់អីហើយសាច់គេក្លោចមិញហ្នឹងក៏គេចាក់ចឹងណាបងប្អូនក៏គាត់ចាក់ក្នុងចូលគ្នាអញ្ចឹងណាហើយឥឡូវគាត់លាយដាក់អីទឹកប្រេងខ្យងទឹកត្រីទឹកអីចឹងណាបងប្អូនទៅពេលគាត់ដាក់ចឹងទៅក៏វឹកទៅគិតថាឆ្អិនហើយក៏ដាក់នេះក៏ដាក់បន្លែដែលយើងស្រុះវាមកនេះមិញហ្នឹងដាក់ទៅនិយាយថារសជាតិឲ្យអួយពុកម៉ែបងប្អូនវារៀងល្វីងតិចតែឆ្ងាញ់បើយើងអត់ស្រង់អាចនឹងល្វីងខ្លាំងហ
ហើយលៀសឥឡូវនេះមកហូបមួយមុខមកហូបដែលមួយចានមុនវីដេអូមិញនេះបានហើយពុកម៉ែបងប្អូនអើយទ្រាំបានដូចខ្ញុំនិយាយចឹងកាត់ខ្ចោកាត់ព្រៃអីចឹងណាពុកម៉ែបងប្អូនហ្នឹងហើយពុកម៉ែបងប្អូនជម្រាបលា